ថ្ងៃទី22ខែមេសាឆ្នាំ2024នៅលើប្រាសាទតាក្របីរបស់ខ្មែរពលរដ្ឋថៃរាប់សិបនាក់ប្រមូលផ្ដុំគ្នាធ្វើពិធីបូជាថ្វាយគ្រឿងសក្ការៈនិងគោរពវិញ្ញាណក្ខន្ធទាហានថៃដែលត្រូវបានពណ៌នាថាបានពលីជីវិតដើម្បីការពារទឹកដីនៅជុំវិញបរិវេណប្រាសាទមនុស្សម្នាក់កំពុងដើរឆ្លងកាត់ផ្លូវថ្មីដែលទើបសាងសង់រួចខណៈដើរទង់ជាតិថៃនិងសាររំលឹកអំពីវីរភាពត្រូវបានដាក់បង្ហាញយ៉ាងច្បាស់រូបភាពនេះជាសារនយោបាយមួយថាថៃកំពុងបង្ហាញថាទីតាំងនេះគឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួនកាសែតក្នុងស្រុកថៃរាយការណ៍ថាពិធីសាសនានេះក្រៅពីការរំលឹកគុណទាហានរបស់ពួកគេក៏ដើម្បីត្រៀមបើកប្រាសាទតាក្របីជាទីសក្ការៈដែលមហាជនថៃអាចចូលគោរពបូជាដោយសេរីផងដែរមិនត្រឹមតែប្រាសាទតាក្របីប៉ុណ្ណោះទេពិធីនៅក្នុងទម្រង់ស្រដៀងគ្នាខ្លះក៏ត្រូវបានធ្វើឡើងផងដែរនៅលើកំពូលភ្នំ333ដែលភាគីថៃហៅថាភ្នំ350លោកគិនភៀអ្នកជំនាញវិទ្យាសាស្ត្រនយោបាយលើកឡើងថារាល់ការរៀបចំពិធីសាសនានៅប្រាសាទរបបកម្ពុជាបង្ហាញច្បាស់ថាថៃបន្តបង្កើតព្រឹត្តិការណ៍និងសកម្មភាពថ្មីលើដីចាក់ស្ដែងដើម្បីជំរុញឲ្យពិភពលោកទទួលស្គាល់ថាទីតាំងនោះជារបស់ពួកគេមិនត្រឹមតែប៉ុណ្ណោះនៅពេលដែលផ្លូវថ្មីត្រូវបានសាងសង់មនុស្សម្នាក់ចេញចូលកាន់តែងាយស្រួលពិធីបែបនេះក៏ជាការបំផ្លាញទឹកដីខ្មែរតែជាកន្លែងដែលថៃអាចប្រើទាំងផ្នែកទេសចរណ៍និវិតសញ្ញានិងនយោបាយក្នុងពេលតែមួយសូមបញ្ជាក់ថាប្រាសាទតាក្របីនិងភ្នំ333គឺស្ថិតនៅក្នុងចំណោមតំបន់ជាច្រើនដែលកងកម្លាំងថៃបានប្រើសព្វាវុធគ្រប់ប្រភេទវាយសង្គ្រាមយកកាន់កាប់ពីកម្ពុជាដូច្នេះនៅពេលដែលថៃយកទីតាំងទាំងនេះមកធ្វើពិធីរំលឹកវីរភាពទាហានដែលការពារដីថៃវាបានបង្កសំណួរអំពីចំនួនអធិបតេយ្យភាពនិងប្រវត្តិសាស្ត្រដែលមិនទាន់ត្រូវបានដោះស្រាយក្រសួងវប្បធម៌ក្រសួងការបរទេសនិងក្រុមអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជាតែងប្រឆាំងជំទាស់សកម្មភាពទាំងនេះរបស់ថៃដោយបានចេញលិខិតការទូតជាច្រើនបន្តលោកយុងប៉ៅអគ្គលេខាធិការនៃរាជបណ្ឌិតនិស្សិតកម្ពុជាយល់ខៃថាក្រៅពីការតវ៉ាតាមកំណត់ទូតកម្ពុជាត្រូវពង្រឹងសមត្ថភាពការពារជាតិដោយមិនបង្អង់និងមិនរារាច់រក្សាឯកភាពនិងសាមគ្គីជាតិតាមរយៈការធានាយុត្តិធម៌សង្គមកែតម្រង់រដ្ឋាភិបាលសាធារណៈបង្កើតការងារនិងពង្រឹងធនធានមនុស្សជាចាំបាច់